សួស្តីបងប្អូនទាំងអស់គ្នាលោកគ្រូមានវីដេអូមួយទាក់ទងទៅនឹងការគូសបន្ទាត់មួយឬក៏បន្ទាត់ពីរនៅលើតួអក្សរអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាបងប្អូនចូល Home បន្ទាប់មកបងប្អូនចូល Home បន្ទាប់មកបងប្អូនមើលកន្លែងផ្នែកខាងក្រោមនៃ Home មានពាក្យថា Font ប៉ុន្តែមុននឹងបងប្អូនចូលទៅកន្លែងហ្នឹងបងប្អូនត្រូវ Select សិនបាទ Select ហើយបងប្អូនចុចកន្លែង Font មកបាទពេលដែលចុច font ហើយបងប្អូននឹងឃើញ4ប្រអប់ទី1យើងនិយាយពី strike through គឺបន្ទាត់មួយមានថាយើងគូសឆ្លងបន្ទាត់មួយ double strike through គឺបន្ទាត់2បាទហើយចំពោះ2ខាងក្រោមនេះលោកគ្រូនឹងចេញវីដេអូបន្ទាប់អញ្ចឹងគ្រូបង្ហាញតែ2ទេមួយគឺគូសបន្ទាត់មួយនៅលើតួអក្សរហើយនឹងបន្ទាត់2នៅលើតួអក្សរអញ្ចឹងដើម្បីគូសបន្ទាត់មួយនៅលើតួអក្សរបងប្អូនចុចនៅប្រអប់ទី1ពេលដែលបងប្អូនចុចទៅបងប្អូននឹងឃើញបន្ទាត់វារត់នៅលើអក្សរអញ្ចឹងបងប្អូនអូខេមកបងប្អូននឹងឃើញបន្ទាត់រត់កាត់អក្សរនៅបន្ទាត់ទី1អញ្ចឹងបើសិនជាបងប្អូនចង់ប្រើបន្ទាត់2បងប្អូនចុចកន្លែង double strike through មកបាទបន្ទាប់មកបងប្អូនចុចអូខេវានឹងបានបន្ទាត់2បាទនេះគឺរបៀបនៃការគូសបន្ទាត់1ឬបន្ទាត់2នៅលើតួអក្សរបាទអញ្ចឹងគ្រូសរុបមកវិញបើសិនជាបងអូនចង់គូសបន្ទាត់មួយឬក៏បន្ទាត់ពីរនៅលើតួអក្សរបងអូនចុច Home បាទបន្ទាប់មកបងអូនចុចកន្លែង Font នេះកន្លែង Font នេះមានជ្រុងមួយអញ្ចឹងបងអូនចុចលើជ្រុងនឹងមកបងអូននឹងឃើញទម្រង់បែបនេះហើយបាទអញ្ចឹងសម្រាប់វីដេអូមានតែប៉ុណ្្នឹងបាទសូមអរគុណ